បាទសូមស្វាគមន៍អ្នកនរនេះសប្តាហ៍នេះយើងមកយល់អំពីការសាកយន្តបារាំងខ្មែរដែលជាកេរដំណែលរបស់តាខ្មែរយើងជាការប៉ុណ្ណឹងការចាក់សាក់មានតាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្នយើងនេះក៏ប៉ុន្តែអាចផ្លាស់ប្ដូរទៅតាមបរិបទនៃសង្គមដោយសារតែការចាក់សាក់បានក្លាយទៅជាសិល្បៈមួយនៃការតុបតែងលម្អខ្លួនឲ្យកាន់តែមានភាពទាក់ទាញរបស់យុវវ័យគ្រប់ស្រទាប់វណ្ណៈមិនថាប្រុសមិនថាស្រីនោះទេហើយការចាក់សាក់រូបអ្វីមួយយ៉ាងលើរាងកាយមិនមែនសុទ្ធតែអាក្រក់ឡើយគេមានបង្កប់នៅអត្ថន័យផ្សេងៗគ្នានៃរូបបើតាមការសិក្សាស្រាវជ្រាវនៅចុងសម័យថ្មរំលីងនិងដើមសម័យសហធាតុគឺជាសម័យកាលមួយដែលបុព្វការីជនខ្មែររស់នៅជាកុលសម្ព័ន្ធបាននិយមការចាក់សាក់លើខ្លួនប្រាណរួចទៅហើយជាមួយគ្នានេះដែរពួកគេក៏ចេះស្លលោហៈធាតុសម្រាប់ធ្វើឧបករណ៍ប្រើប្រាស់ក្នុងសង្គមនិងបានទទួលនៅការលូតលាស់ខាងវប្បធម៌គ្រប់វិស័យទៅហើយយោងតាមការបកស្រាយនេះគឺផ្អែកចេញពីឯកសារចិនជារល័ខអក្សរគឺជាភស្តុតាងស្ដីអំពីការសាក់ខ្លួនរបស់ដូនតាខ្មែរយើងហើយកាលពីឆ្នាំ1968អ្នកសិក្សាស្រាវជ្រាវបានរកឃើញនៅរូបចម្លាក់មនុស្សស្រីមួយនៅក្នុងបរិវេណនៃភ្នំលាងស្ពាននៅខេត្តកំពតហើយថ្មីនេះត្រូវបានអ្នកសិក្សាស្រាវជ្រាវរកឃើញនៅរូបចម្លាក់សត្វគោមួយចំនួននៅភូមិស្នាយស្រុកពនេតព្រះខេត្តបន្ទាយមានជ័យពាក់ព័ន្ធទៅនឹងប្រពៃណីសាក់ខ្លួនដ៏គួរឲ្យចាប់អារម្មណ៍បំផុតបុរាណវត្ថុទាំងនោះដែលមានស្នាមល្វង់ជុំវិញដងខ្លួនមនុស្សឬក៏ដងខ្លួនសត្វជាពិសេសសត្វគោគឺពុំមែនអត្ថផលឡើយលើសពីនេះទៀតគឺជាភស្តុតាងមួយបង្ហាញនៅចំណាស់នៃការនិយមសាក់តាំងពីសម័យបុរាណកាលដ៏យូរលង់ណាស់មកហើយរបស់ជនជាតិខ្មែរពាក់ព័ន្ធនឹងការសាក់យ័ន្តបានដិតដាមក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែររាប់ពាន់ឆ្នាំមកហើយយ័ន្តទាំងអស់ត្រូវបានបញ្ចូលដោយមន្តអាគមឬក៏បាលីដែលអ្នកប្រាជ្ញជំនាន់ចាស់លោកបានចងក្រងក្នុងបរិបទនៃសម័យកាលនីមួយៗចំពោះយ័ន្តខ្លះគេប្រើសម្រាប់មេត្តាមហានិយមយ័ន្តស្នេហ៍យ័ន្តខ្លះគេប្រើសម្រាប់ការពារខ្លួនបញ្ជិះអំពីអាវុធផ្សេងៗពីសត្រូវយ័ន្តខ្លះទៀតជាសាក់យ័ន្តស្បែកគង់ដែលគេគិតថាកាប់មុនដំឆេះទៅតាមអត្ថន័យផ្សេងគ្នាទៅតាមប្រភេទនីមួយៗហើយឧបករណ៍សាក់យ័ន្តបុរាណខ្មែរមានលក្ខណៈបែបប្រពៃណីនិងធ្វើពីសម្ភារៈធម្មជាតិបែបបុរាណលើសពីនេះឧបករណ៍សាក់យ័ន្តបុរាណខ្មែរដែលគេប្រើមានដូចជាដៃសាក់ដែលមានចុងស្រួចសម្រាប់ចាក់ហើយជ្រលក់ជាមួយនឹងទឹកថ្នាំពណ៌ខ្មៅធ្វើឡើងដោយគ្រឿងផ្សំធម្មជាតិរួចហើយចាក់ចូលក្នុងស្បែកដែកនេះមានដៃយ៉ាងវែងសម្រាប់ចាក់ពីលើស្បែកដោយដៃផ្ទាល់តែម្ដងការសាក់យ័ន្តបុរាណខ្មែរមិនត្រឹមតែជាសិល្បៈទេក៏ប៉ុន្តែជាជំនឿសាសនានិងបង្ហាញពីវប្បធម៌មួយដ៏ចាស់ជរាផងដែរគួរបញ្ជាក់ថាការសាក់នេះពុំមែនគ្រាន់តែជាសញ្ញាសម្រាប់ទាក់ទាញនៅឥទ្ធិពលធម្មជាតិឬក៏បល្ល័ង្កនៃបុព្វការីជនដែលចែកឋានទៅហើយឬក៏សម្រាប់អ្នកចម្បាំងក្នុងគោលបំណងសុំការបិទបាច់ថែរក្សាខ្លួនប្រាណតែប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏ជាកត្តាមួយបង្ហាញនៅអំណាចបារមីឬក៏ភាពអង់អាចក្លាហានរបស់អ្នកដែលមានសាក់នៅលើខ្លួនផងដែរហើយភាពល្បីល្បាញនៃសាក់គឺបណ្ដាលមកពីភាពស័ក្តិសិទ្ធិនៃសញ្ញាទាំងនោះដែលគេចាត់ទុកថាជាសញ្ញាបង្កប់នៅធម៌ពលពិសិដ្ឋអមតៈដែលបុព្វបុរសខ្មែរបានបន្សល់ទុកសរុបមកការប្រសូតឡើងតាំងពីសម័យបុរេប្រវត្តិនៃប្រពៃណីនៃសាក់នេះគឺជាមរតកវប្បធម៌អរូបីត្រូវបានបន្តរហូតមកដល់សព្វថ្ងៃនេះហើយកំពុងពេញនិយមដោយជនជាតិខ្មែរ